Năng ngày số đây này ta kia ta làm mò chủ nhung mà đong tí đấy cho mùi năng episode thứ mấy ní ngày ní dương màจะใจkiaแบบปอนcho mùi năng topic mối để mình tha nhung ấy mình tha chỉ nè sẽ đáp với cơ quan tay để tụ bạn ở đó mùi để tha rồi anh toàn chụp chơi áแค่ได้ยิ่งจูบแต่ป้าnhà ha là hỗ trợ nước nôngชีวิตแค่ได้พี่อายุติทองไม่สำหรับยมชีมนุษย์แต่มันเนี่ยแม้ในขนมโลกนั่งได้thờiแต่จูบหึงนั่งแต่มาดองให้ไปเถอะยังติมเตียบ่มไปในดมรายการในเมียโกได้luôn anhป้าnhà haชมชอนทำเป็นแต่ในขนมชีวิตจังngàyนี้ยมนั่งmột bộ saiแบบปอนชีมวยนั่งท่าตาดับเบิลเลือกตักจัดแบบน้าในขนมกาluôn anhចេញពីអារម្មណ៍ដែលគិតថាខ្លួនឯងជួបតែរឿងអាក្រក់រហូតអញ្ចឹងណាឥឡូវខ្ញុំចាប់ផ្ដើមនិយាយពាក់ព័ន្ធជាមួយនឹងមានមនុស្សជាច្រើនខ្លាំងមែនតើដែលជួបបញ្ហាហ្នឹងសូម្បីតែខ្ញុំខ្លួនឯងបន្តក៏ជួបដូចគ្នាដែរគឺពេលខ្លះយើងព្យាយាមខ្លាំងមែនតើនៅក្នុងការសម្រេចនៅគោលដៅហ្នឹងមិនថាគោលដៅនៅក្នុងជីវិតខ្លួនឯងការសិក្សារៀនសូត្រជាពិសេសបញ្ហាប្រឈមនៅក្នុងគ្រួសារបញ្ហាផ្ទាល់ខ្លួនជុំទៅវាធ្វើឲ្យយើងមានអារម្មណ៍ថាអត់ទទួលបាននៅអាកម្លាំងមួយដែលអាចឲ្យយើងជំរុញឲ្យទៅបន្តទៅមុខបានណាហើយគិតថាខ្លួនឯងជួបតែរឿងបញ្ហាអត់ឈប់តែម្ដងប៉ុន្តែចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាបែរជាគិតមកវិញថាមិនមែនមានតែយើងម្នាក់ទេដែលជួបនឹងបញ្ហាលំបាកមួយហ្នឹងគឺមានមនុស្សជាច្រើនអ្នកទៀតខ្លាំងមែនទែនដែលគេជួបនឹងបញ្ហាហ្នឹងដែរចឹងយើងកុំឲ្យខ្លួនឯងចូលទៅក្នុងអារម្មណ៍មួយដែលទទួលបានថាតែខ្ញុំមានតែខ្ញុំម្នាក់ឯងចឹងតែពិបាកអត់មានពីណាគេគិតគូរពីខ្ញុំចឹងហើយតែខ្ញុំត្រូវតែជួបតែរឿងបញ្ហាបែបហ្នឹងពេលខ្លះយើងអត់បានដឹងថាមនុស្សប្រហែលលានអ្នកឯនៅលើពិភពលោកយើងដែលមានបញ្ហាស្តៀងយើងច្បាស់ហើយច្បាស់ជាមានមនុស្សដែលមានបញ្ហាគ្រួសារច្បាស់ហើយគឺមានមនុស្សដែលកំពុងតែមានបញ្ហាជាមួយនឹងការសម្រេចនៅគោលដៅរបស់ខ្លួនឯងចង់បានហើយប៉ុន្តែធ្វើវាទៅអត់បានជោគជ័យហើយខ្ញុំជួបតែបញ្ហាអត់ឈប់ខ្ញុំខំប្រឹងប៉ុន្តែវានៅតែទៅប៉ុណ្ណឹងវាអត់មានទៅណាវាចាញ់ពេលខ្លះយើងខំព្យាយាមមកអប់នេះ try អប់បំបែស្អីយើងព្យាយាមអប់ពីសមត្ថភាពហើយប៉ុន្តែលទ្ធផលមកនៅតែវាអត់បានសំដូចបំណងហើយយើងចាប់ផ្ដើមបន្ទោសប្រអាប់ខ្លួនឯងហើយឡក់ខ្លួនឯងនៅក្នុងកន្លែងមួយដែលថាខ្ញុំអត់ទទួលបានអារម្មណ៍នៅក្នុងការហេតុអីខ្ញុំព្យាយាមឲ្យខ្ញុំអត់អាចសម្រេចវាបានខ្ញុំជួបតែរឿងអាក្រក់រហូតដល់នៅក្នុងជីវិតខ្ញុំវាអញ្ចឹងណាអញ្ចឹងយើងមានដឹងអត់ថាក្រៅពីយើងខ្លួនឯងជាប់មានមនុស្សប៉ុន្មានអ្នកទៀតដែលគេជួបរឿងបរាជ័យបញ្ហាគ្រួសារក៏ដូចគ្នាបញ្ហាផ្ទាល់ខ្លួនបញ្ហាសម្រេចគោលដៅអញ្ចឹងយើងកុំគិតថាដាក់សម្ពាធខ្លួនឯងថាចាត់អីខ្ញុំអន់ម៉ែខ្ញុំអត់ខ្លាំងខ្ញុំអត់អីប៉ុន្តែយើងបែរជាគិតមកថាយើងស្ថិតនៅក្នុងការកំពុងតែអភិវឌ្ឍយើងកំពុងស្ថិតនៅក្នុង process យើងកំពុងតែអភិវឌ្ឍខ្លួនឯងយើងអត់អាចងើបមកភ្លាមយើងសម្រេចគោលដៅដែលយើងបានធ្វើហ្មងហើយវាត្រូវទាមទារឲ្យយើងមានការស្ថិតនៅក្នុងកន្លែងមួយដែលត្រូវដំណើរការវឹកហាត់សិនដើម្បីទទួលបានវាអញ្ចឹងយើងកុំដាក់សម្ពាធខ្លួនឯង enjoy ជាមួយនឹងអ្វីដែលយើងមានបច្ចុប្បន្ន enjoy បែបម៉េចរីករាយជាមួយអ្វីដែលយើងមានអ្វីដែលយើងព្យាយាមអស់ថ្ងៃហ្នឹងយើងកុំដាក់សម្ពាធខ្លួនឯងប៉ុន្តែយើងព្យាយាមថ្ងៃហ្នឹងឲ្យទៅមិនក៏ដោយយើងព្យាយាមធ្វើវាអនុវត្តវាដូចជាការរៀនសូត្រអញ្ចឹងបើសិនជាយើងចង់បានលទ្ធផលល្អនោះតែយើងត្រូវប្រងៀតមួយថ្ងៃទល់មួយថ្ងៃប៉ុន្តែយើងរៀនដោយមិនដាក់សម្ពាធខ្លួនឯងអញ្ចឹងបានន័យថារៀនដោយឲ្យខ្លួនឯងថ្ងៃនេះចេះធ្វើប៉ុណ្ណេះស្អែកឡើងយើងត្រូវចេះអ្វីផ្សេងទៀតអញ្ចឹងដើម្បីអភិវឌ្ឍខ្លួនឯងស្ថិតនៅក្នុងការអភិវឌ្ឍដូចគ្នាអញ្ចឹងយើងអាចត្រូវងើបមកភ្លាមខ្ញុំត្រូវតែបាននិទេសល្អហ្មងហើយវាអត់អាចទេអញ្ចឹងហើយក៏មិនមែនមានតាមយើងម្នាក់ដែលរៀនអត់ចេះដូចគ្នាដែរពេលខ្លះខ្ញុំក៏ដូចគ្នានៅពេលដែលខ្ញុំរៀនថ្នាក់អង់គ្លេសឬក៏ IELTS អញ្ចឹងទៅខ្ញុំរៀនដល់កម្រិត advance ពីពិបាកតាមមែនតើនៅក្នុងដោយសារតែសិស្សផ្សេងទៀតគាត់ប្រកែគាត់អីអញ្ចឹងទៅយើងចាប់ផ្ដើម compare ខ្លួនឯងហើយគិតថាខ្លួនឯងអន់ហើយចាប់ផ្ដើមដាក់សម្ពាធខ្លួនឯងឲ្យរៀនកាន់តែខ្លាំងនៅក្នុងមួយថ្ងៃអញ្ចឹងពេលរៀនទៅវាលក្ខណៈទៅជា stress ហ่ะដល់ថ្នាក់ខ្ញុំធ្លាប់ទៅទិញអីវ៉ាន់ទៅទិញភេសជ្ជៈអីចឹងទៅខ្ញុំឲ្យលុយគេហើយខ្ញុំផ្លេចយកវាមកក៏មានដែរដោយសារតែអារម្មណ៍មិនមាននៅក្នុងខ្លួនវាពុកថាតែធ្វើបែបម៉េចឲ្យខ្លួនឯងល្អប្រសើរប៉ុន្តែនេះវាមិនមែនជាការឲ្យខ្លួនឯងល្អប្រសើរទេវាទៅជាធ្វើឲ្យខ្លួនឯងមានសម្ពាធហើយចង់បោះបង់វាម្ដងដូចគ្នាអញ្ចឹងវាមិនមែនជាខ្ញុំម្នាក់ឯងដែលមានបញ្ហារៀន
ភាសាអង់គ្លេសនៅក្នុងចំណុចនេះខ្ញុំអត់ចេះទេអីចឹងណាខ្ញុំអត់ជាងគេមែនវាមិនសិតតែអញ្ចឹងឯងពីព្រោះមានមនុស្សជាច្រើនអ្នកទៀតរាប់មើលរាប់លានអ្នកទៀតដែលគេស្ថិតនៅក្នុងការអភិវឌ្ឍនៅភាសាអង់គ្លេសដូចគ្នាខ្ញុំឧទាហរណ៍ណាចឹងបានន័យថាក៏មានមនុស្សផ្សេងអ្នកទៀតដែលគេជួបបញ្ហាហ្នឹងដូចខ្ញុំបញ្ហាគ្រួសារដែលយើងកុំទៅបន្តថាអីគ្រួសារខ្ញុំបានធ្វើឲ្យខ្ញុំអញ្ចឹងខ្ញុំមានជួបបញ្ហាអត់ឈប់ប៉ុន្តែយើងមានដឹងថាមានមនុស្សប្រហែលលានអ្នកទៀតដែលគេជួបបញ្ហាគ្រួសារដូចយើងដែរគាត់ថាពីព្រោះអីយើងអត់បានដឹងពីបញ្ហារបស់គេការរស់នៅរបស់គេបែបម៉េចអីបែបម៉េចប៉ុន្តែនៅពេលដែលយើងដឹងហើយយើងចាប់ផ្ដើមដឹងថាមិនមែនមានតែយើងម្នាក់ដែលជួបនៅបញ្ហាហ្នឹងសូម្បីបញ្ហាផ្ទាល់ខ្លួនក៏ដោយគ្នាដែរពេលខ្លះយើងស្ថិតនៅក្នុងការដែលមិនទាន់ស្គាល់ខ្លួនឯងដែលតែខ្លួនឯងត្រូវធ្វើអីយើងគិតថាខ្លួនឯងមានគោលដៅសោះប៉ុន្តែយើងត្រូវគិតថាមានមនុស្សជាច្រើនអ្នកទៀតដែលគេស្ថិតនៅក្នុងដំណាក់កាលមួយនៅក្នុងការស្វែងរកខ្លួនឯងដូចគ្នាអញ្ចឹងយើងរៀនអ្វីយើងដាក់កំណត់គោលដៅយើងរៀននិងអភិវឌ្ឍខ្លួនឯងមួយថ្ងៃឲ្យថាមានប្រសិទ្ធភាពបន្តិចយើងកុំទេដាក់សម្ពាធខ្លួនឯងធ្វើម៉េចក៏ដោយឲ្យជីវិតថ្ងៃនេះវាល្អប្រសើរចុះបើសិនជាយើងឲ្យខ្លួនឯងល្អប្រសើរថ្ងៃនេះសង្ឃឹមថាថ្ងៃស្អែកវានឹងល្អប្រសើរជាងមុនទៀត Yes អញ្ចឹងត្រឡប់មកវិញ topic របស់យើងបានន័យថាមិនមែនមានតែយើងម្នាក់ដែលជួបនឹងបញ្ហាអាក្រក់រឿងឬក៏ជួបនឹងបញ្ហាដែលរឿងអាក្រក់ដែលកើតឡើងនៅក្នុងជីវិតយើងគឺមានមនុស្សផ្សេងទៀតជួបដូចគ្នាអញ្ចឹងរៀនមើលអ្វីៗនៅជុំវិញខ្លួនឲ្យវាវិជ្ជមានឲ្យមានប្រកបដោយផលវិជ្ជមាននិងមើលអ្វីៗឲ្យល្អប្រសើរជាជាងការបន្ទោសប្រអាប់និងមកលើទឹកចិត្តខ្លួនឯងវិញអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នាជាមួយនឹងអេពីសូតក្រោយទៀតនឹងចែកម្លែកនៅអ្វីដែលអាចជាការលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាផងដែរបាយបាយ